កម្ពុជាបានបញ្ជូនបញ្ហានៅតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរួចហើយរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ចំហថាបានបញ្ជូនបញ្ហាតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ រួចហើយដោយមិនបានដាក់បញ្ហានេះនៅក្នុងរបៀបវិរៈនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកហៅកាត់ថា JBC កម្ពុជានិងថៃនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញនោះទេនេះបើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាបានចេញផ្សាយនៅថ្ងៃទី4ខែមិថុនាឆ្នាំ2025បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលបានចាក់ឫសក្នុងសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រជាជាតិនានាជាពិសេសជាមួយនឹងប្រទេសជិតខាងដែលមានព្រំដែនរួមដែលត្រូវបានបែងចែកឡើងតាំងពីអំឡុងសម័យអាណានិគមបារាំងចាប់តាំងពីទទួលបានឯករាជ្យមកលើកលែងតែនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់សន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដំណើរជាតិរបស់យើងតែងតែជួបការប្រឈមជាច្រើនប៉ុន្តែប្រទេសកម្ពុជាតែងតែផ្ដល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធីទោះបីជាលក្ខណៈខ្លះប្រឈមនឹងភាពតានតឹងនិងការបាត់បង់គួរឲ្យសោកស្ដាយនៅអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើងដែលបានឈរជើងការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីការបដិញ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបានស្ដែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួនរួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ ដែលបានកាត់ក្តីឲ្យប្រទេសកម្ពុជាឈ្នះម្ដងនៅក្នុងឆ្នាំ1962និងបានកាត់ក្តីឲ្យប្រទេសកម្ពុជាឈ្នះម្ដងទៀតនៅក្នុងឆ្នាំ2013នៅក្នុងជម្លោះព្រំដែនជាមួយនឹងប្រទេសថៃសកម្មភាពទាំងអស់នេះបានឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីថ្លែងការណ៍បានសម្ដែងការសោកស្ដាយនៅព្រឹកព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025នៅវេលាម៉ោង 5:30 នាទីព្រឹកគឺមានករណីផ្ទុះអាវុធមួយបានកាត់ឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជានៅក្នុងភូមិដេជោមរកតឃុំមរកតស្រុកជាំខ្សានខេត្តព្រះវិហារដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធារបស់កម្ពុជាជាយូរណាស់មកហើយការផ្ទុះអាវុធនេះបានបណ្ដាលឲ្យទាហានខ្មែរមួយរូបបានបាត់បង់ជីវិតយ៉ាងអាណោចអាធមរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាពបូរណភាពទឹកដីនិងគោលការណ៍នៃភាពជាអ្នកជិតខាងល្អដែលមានចែងនៅក្នុងអនុសារណៈនៃការយោគយល់គ្នាក្នុងឆ្នាំ2000រវាងប្រទេសថៃនិងកម្ពុជាឧបទ្ទវហេតុមួយនេះគឺស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឲ្យបារម្ភដែលបានបង្ហាញពីដែនកំណត់នៃយន្តការដោះស្រាយវិវាទបច្ចុប្បន្នជាពិសេសនៅក្នុងការដោះស្រាយចំណុចចំនួនដ៏យូរឡុងនៅតាមព្រំដែនរួមរបស់យើងថ្លែងការណ៍ដដែលបានគូបញ្ជាក់ថាដោយមើលឃើញពីបញ្ហានេះនិងដើម្បីផលប្រយោជន៍នៃការធានាបាននៅដំណោះស្រាយមួយដោយយុត្តិធម៌មិនលំអៀងនិងយូរអង្វែងនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ខាងលើដែលមានភាពរស័ព្ទចំនួន4គឺមានតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីបានបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ នៅទីក្រុងឡាអេហើយយ៉ាងណាក្តីថ្លែងការណ៍បានលើកឡើងទៀតថាតំបន់រស័ព្ទទាំង4នេះនៅតែមិនទាន់ដាច់ស្រេចនិងមានភាពរសើបជាយូរយារណាស់មកហើយដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនមានដំណោះស្រាយនោះទេការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី1នៅថ្ងៃទី2ខែមិថុនាឆ្នាំ2025ដដែលនោះស្រាប់ពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការអន្តរជាតិ ICJ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបដិញ្ញាចិត្តបន្តការសន្ទនានិងច្រកការទូតយ៉ាងណាក្តីថ្លែងការណ៍ខាងលើបានអះអាងយ៉ាងដូចនេះថាប្រទេសកម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី
ដែលមានស្រាប់ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកហៅកាត់ថា JBC នៅថ្ងៃទី14ខែមិថុនាឆ្នាំ2025ខាងមុខនេះនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាទោះបីជាយ៉ាងនេះក្តីដោយសារតែការបញ្ជូនវិវាទខាងលើទៅកាន់តុលាការអន្តរជាតិICJ នោះករណីតំបន់ទាំង4ខាងលើមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវិរៈនៃគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកហៅកាត់ថា JBC នាពេលខាងមុខនោះទេជាមួយគ្នានោះដែរប្រទេសកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការអន្តរជាតិហៅកាត់ថា ICJ ក្នុងស្មារតីយុត្តិធម៌ការកសាងទំនុកចិត្តមិត្តភាពយូរអង្វែងនិងភាពជាអ្នកជិតខាងល្អកម្ពុជាបានត្រៀមខ្លួនបន្តកិច្ចដំណើរការនេះដោយឯករាជ្យម្ចាស់ការក្នុងករណីដែលមិនមានកិច្ចសហការណាមួយរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់និងមានភាពអត់ធ្មត់និងសូមកុំធ្វើឲ្យបញ្ហានេះក្លាយទៅជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ឬក៏ជាតិនិយមជ្រុលប្រទេសកម្ពុជាសូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយនឹងប្រទេសថៃជាពិសេសក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍និងកិច្ចសហប្រតិបត្តិការទូលំទូលាយទៅលើវិស័យផ្សេងៗទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើងទាំងពីរ